មួយបាទពាក្យមួយដែលគេដាក់ថា access and control បាទកន្លែងនេះបាទនេះគឺមាន function 2 function ទី1មានថាយើងបិទ page ហ្នឹងជាបណ្ដោះអាសន្នហើយ function ទី2គឺ delete page មានថាលុប page របស់ហ្នឹងចោលតែម្ដងណាអញ្ចឹងយើងវាយបញ្ចូលមកហើយ delete page ខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងការលុប page បើសិនជាអ្នកនរគ្នាមាន page ច្រើនហើយចង់ធ្វើការលុប page អ្នកនរគ្នាអាចមើលវីដេអូមួយនេះបានហើយអ្នកនរគ្នាមុននឹងធ្វើការលុប page ត្រូវត្រៀមនៅ password របស់យើងជាមុនសិនបាទមានន័យថា password ដែលកាន់ page របស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការលុប page របស់ខ្ញុំមួយបាទនេះគឺជា page របស់ខ្ញុំដែលខ្ញុំទុកចោលហើយខ្ញុំចង់ធ្វើការលុបវាចេញអញ្ចឹងឥឡូវនេះយើងចូលមកកាន់កន្លែង setting របស់ page របស់យើងផ្ទាល់តែម្ដងបាទយើងចូលលក្ខណៈបែបនេះមកបាទអញ្ចឹងជាទៅយើងចេញបែបនេះតែយើងចូលមកកន្លែងពីថា setting របស់ page មកហើយអ្នកនេះមើលកន្លែងពីថាកងចាក់នេះបាទកងចាក់នេះមកបាទបន្ទាប់ពីយើងចុចនៅកន្លែងកងចាក់នឹងហើយអ្នកនរគ្នាអូសទៅលើទៅអូស scroll វាទៅដល់លើហើយយើងនឹងទៅរកពាក្យមួយបាទពាក្យមួយដែលគេដាក់ថា access and control បាទកន្លែងនេះបាទ access and control ហ្នឹងបាទចុចលើមកបន្ទាប់ពីយើងចុចហើយយើងចុចលើកន្លែងនេះបាទរងចាំមួយបន្តិចបន្ទាប់ពីយើងចូលមកកន្លែងនេះគឺមាន function 2 function ទី1មានថាយើងបិទ page ហ្នឹងជាបណ្ដោះអាសន្នហើយ function ទី2គឺ delete page មានថាលុប page របស់ហ្នឹងចោលតែម្ដងណាអូខេអ្នកនរគ្នាមុនធ្វើការសម្រេចលុប page ត្រូវគិតជាមុនតើ page របស់យើងហ្នឹងពិតជាចង់លុបមែនអត់បើសិនជាយើងចង់លុបហើយចុចពាក្យថា delete មកគឺខាងក្រោមណាហើយពាក្យថា continue បន្ទាប់ពីយើងគេសួរថាហេតុអ្វីបានជាយើងចង់លុប page ហ្នឹងហើយយើងអាចរើសបានបើសិនជាអ្នកនេះអត់រើសទេចុច continue តទៀតទៅហើយកន្លែងនេះគឺជាព័ត៌មាន before you delete មានថាយើងចង់យកព័ត៌មាន page ហ្នឹងអត់បើសិនជាអត់ទេយើង scroll អស់ទៅយើងចុច continue បន្តទៀតនេះអ្នកគ្នាដែលខ្ញុំប្រាប់អ្នកគ្នាថាត្រូវត្រៀម password នៃFacebook page ដែលកាន់ page របស់យើងផ្ទាល់ណាបាទអញ្ចឹងយើងវាយបញ្ចូលមកបន្ទាប់ពីយើងវាយបញ្ចូលហើយគឺយើងចុច continue មកអូខេហើយ continue ម្ដងទៀតបាទជាចុងក្រោយ delete pageបន្ទាប់ពីយើងdelete page រួចរាល់ហើយបាទយើងចូលមកកាន់ account owner របស់យើងវិញហើយអ្នកនរគ្នាអាចចូលទៅមើល page របស់យើងផ្ទាល់បានតើវាបាត់ហើយឬនៅបាទដោយសារ internet slow បន្តិចអ្នកនរគ្នាបាទខ្ញុំចុច switch to mode វិញសិនដោយសារតែ internet នេះអត់សូវសេវាខ្លាំងដែរអ្នកនរគ្នាអាហ្នឹងយើងត្រូវការពេលវេលា2ឬក៏3ថ្ងៃដែរសម្រាប់ធ្វើការលុបណាអាចនឹងត្រូវការរយៈពេល7ថ្ងៃឡើងទៅបាទអញ្ចឹងយើងអាចមើលតើ page ហ្នឹងបាត់ហើយឬនៅបាទអញ្ចឹងយើងឃើញហើយ page របស់យើងគឺបាត់ហើយយើងមានតែប្រហែល page ទេមិញហ្នឹងគឺមានច្រើន page មាននេះពូស្ដារចែកម្លែកចំណេះដឹងរៀនយកការពិតហើយនឹង page the creator មិញហ្នឹងអូខេនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាការ depression វីដេអូថ្មីទៀតសម្រាប់អ្នកនរគ្នាដែលតាមដានវីដេអូខ្លះទៀតអរគុណអ្នកនរគ្នាតាមពិតទៅអត់មានលុយមកពីអត់មានលុយចានៅពេលដែលលុយចូលកង